bà prey mất tu sẽ cái chân chỉ group nâng chỉ mấy trái xôm xoa cùng lục nền điên xa chỉ mấy mà đong tiết mà căn cam vị thi Podemian Asia khné nơi khăn ông vẽ tì pì nì nơi khăn ông vẽ tì pì nì cho bạn xôm bận to bắt đầu chui lục nè nơi Podemian chiết sòng khăn chia bận to tiệt รถយន្តប្រភេទថ្មី BYD Silphy Super Hybrid និង BYD M9 Super Hybrid បង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយក្នុងតម្លៃសមរម្យបំផុតនៅក្នុងទីផ្សាររថយន្តនៅប្រទេសកម្ពុជានាពេលប្រមាណឆ្នាំចុងក្រោយនេះគេសង្កេតឃើញថាប្រជាជនមានការពេញនិយមប្រើប្រាស់លើប្រភេទរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីនិងរថយន្តប្រភេទប្រើប្រាស់សាំងលេខថាមពលអគ្គិសនីកាន់តែមានចំនួនច្រើនឡើងគួរឲ្យកត់សម្គាល់ជាស្ដែងកាលពីរសៀលថ្ងៃទី12ខែតុលាឆ្នាំ2025កន្លងទៅនេះមានការដាក់លក់និងប្រគល់រថយន្ត BYD Silphy Super Hybrid និង BYD M9 Super Hybrid នៅក្នុងទីផ្សារកម្ពុជាជាផ្លូវការហើយតាមរយៈព្រឹត្តិការណ៍សម្ពោធដ៏អស្ចារ្យមួយនៅមជ្ឈមណ្ឌល The Premier Sensok ដែលមានការចូលរួមពីសំណាក់អតិថិជននិងអ្នកបានកម្មង់ទុកជាមុនច្រើនកកព្រមទាំងបានធ្វើការសាកល្បងដោយពេញចិត្តនិងបង្ហាញការគាំទ្រក្នុងពិធីបង្ហាញផលិតផលថ្មីទាំងនោះអ្វីដែលសំខាន់មួយទៀតនៅក្នុងដំណើរការអភិវឌ្ឍយានយន្តថាមពលថ្មីរបស់ BYD នៅកម្ពុជាក៏បានបញ្ជាក់ពីតម្លៃជាផ្លូវការដោយមិនលាក់លៀមនៃរថយន្តទាំងពីរប្រភេទថ្មីនេះផងដែរលោកយាកឆឹងហ៊ុយអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BYD Cambodia Co Ltd និងលោកយ៉ាងឆាវប្រធានតំណាងអាជីវកម្ម Harmony BYD Cambodia បានធ្វើការប្រគល់កូនសោរថយន្តនិងកាដូអនុស្សាវរីយ៍ជូនម្ចាស់រថយន្តដំបូងដែលជាការសម្គាល់ថារថយន្ត BYD Silphy Super Hybrid បានឈានចូលដំណាក់កាលនៃការប្រគល់ជូនអតិថិជនជាផ្លូវការនៅក្នុងប្រទេសកម្ពុជាដោយសម្រេចបាននៅបទពិសោធន៍ដ៏ល្អឥតខ្ចោះនៃការដាក់លក់និងប្រគល់រថយន្តលោក Harry Yip នាយកប្រតិបត្តិនៃផ្នែកលក់រថយន្ត BYD ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថាការដាក់លក់បង្ហាញ BYD Silphy Super Hybrid ជាការរីកចម្រើននៃរថយន្តថាមពលថ្មីនៅកម្ពុជាបានឈានចូលដល់ដំណាក់កាលថ្មីក៏ដូចជាការធ្វើឲ្យអ្នកប្រើប្រាស់កាន់តែច្រើនពិតជាយល់ថាការជ្រើសរើស BYD គឺស្មើនឹងការជ្រើសរើសអនាគតរថយន្តប្រណិតប្រភេទដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ទីផ្សារក្រៅប្រទេសក៏បានបង្ហាញខ្លួនជាមួយនឹង BYD Silphy Super Hybrid ដែរគឺ BYD M9 Super Hybrid ដែលផ្ដោតលើបច្ចេកវិទ្យាសុវត្ថិភាពផាសុកភាពស័ក្តិសមទាំងសម្រាប់គ្រួសារនិងអាជីវកម្មដោយនាំមកនូវបទពិសោធន៍ធ្វើដំណើរប្រណិតដែលមិនធ្លាប់មានពីមុនមកដល់អ្នកប្រើប្រាស់កម្រិតខ្ពស់នៅកម្ពុជាលោកប៉ានកឹមហួរអ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនរថយន្ត BYD បានឲ្យដឹងថារថយន្តទាំងពីរប្រភេទនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Super Hybrid BYD ដែលបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងសាំងនិងអគ្គិសនីគ្រាន់តែចាក់សាំងពេញនិងសាកថ្មពេញម្ដងវាអាចបើកបរបានលើសពី 2000 គីឡូម៉ែត្រដោយរួមបញ្ចូលគ្នានៅប្រសិទ្ធភាពសន្សំសំចៃប្រសិទ្ធភាពនៃដំណើរការនិងបទពិសោធន៍បើកបរប្រកបដោយផាសុកភាពការបង្ហាញខ្លួនរបស់វាធ្វើឲ្យមានការសន្សំសំចៃថាមពលនិងការពារបរិស្ថានពីពាក្យស្លោកคล้ายជាការពិតក៏ដូចជាការធ្វើដំណើរបៃតងคล้ายទៅជាទម្រង់ជីវិតប្រចាំថ្ងៃអ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះរោងចក្រ BYD នៅខេត្តព្រះសីហនុបានឈានចូលដល់ដំណាក់កាលបញ្ចប់ការសាងសង់ហើយត្រៀមនឹងចាប់ផ្ដើមដំណើរការផលិតជាផ្លូវការនៅក្នុងពេលឆាប់ៗនេះនៅក្នុងអនាគត model សំខាន់ៗដែល BYD លក់នៅកម្ពុជានឹងត្រូវបានផលិតនិងដំឡើងក្នុងស្រុកនេះមិនត្រឹមតែផ្គត់ផ្គង់ប្រសិទ្ធភាពនិងការចែកចាយកាន់តែលឿនប៉ុណ្ណោះទេថែមទាំងបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុកនិងជំរុញកំណើនសេដ្ឋកិច្ចតំបន់ថែមទៀត